នេះនាងខ្ញុំសូមលើកយកប្រធានបទ24កក្កដាខ្មែររងការបាញ់ប្រហារពីថៃនៅថ្ងៃទី24កក្កដាឆ្នាំ2025ថៃបានបើកសង្គ្រាមបាញ់ប្រហារមកលើប្រទេសកម្ពុជាដែលធ្វើឲ្យវីរៈកងទ័ពកម្ពុជាជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់និងពលីជីវិតនៅក្នុងសង្គ្រាមការពារទឹកដីនៅសង្គ្រាមដែលថៃបានបង្កនោះធ្វើឲ្យខូចខាតនៅផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាជាច្រើនហើយថៃបានបាញ់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយគ្មានញញើតឡើយបន្ទាប់ពីសង្គ្រាមបានផ្ទុះកើតឡើងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចូលទៅប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ីឯកភាពនៅក្នុងការបោះឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025ប៉ុន្តែរឿងរ៉ាវដែលយើងនឹកស្មានមិនដល់ភាគីថៃចូលមកចាប់វីរៈកងទ័ពកម្ពុជានៅក្នុងទឹកដីកម្ពុជាក្រោយបោះឈប់បាញ់ចូលជាធរមានភ្លាមនៅថ្ងៃទី29ខែកក្កដាឆ្នាំ2025ហើយនៅថ្ងៃទី1ខែសីហាឆ្នាំ2025ភាគីថៃប្រកល់វីរៈកងទ័ពកម្ពុជាត្រឹមតែ2រូបតែប៉ុណ្ណោះដោយឃើញសភាពគាត់ហើយនាងខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់នាងខ្ញុំជូរីល្អហួរតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់សូមស្នើឲ្យភាគីថៃប្រកល់វីរៈកងទ័ពកម្ពុជាទាំង18រូបដើម្បីឲ្យពួកគាត់អាចមកជួបជុំគ្រួសារយ៉ាងសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិឲ្យបានឆាប់រហ័សបំផុត